ជំរាបសួរអតិថិជនទាំងអស់គ្នាសម្រាប់ខ្ញុំដែរគឺជាប្រភេទ mode MO ដែលជាប្រភេទ mode ថ្មីរៀបនឹងបញ្ចប់សំឡងនៅពេលឆាប់នេះតែម្ដងហើយសម្រាប់ប្រភេទ MO នេះដែរគឺយើងមានទីតាំងនៅខាងត្បូងរបងមុខការំដួលចម្ងាយត្រឹមតែ200 ម៉ែត្រដល់គម្រោង MO នេះតែម្ដងអញ្ចឹងហើយយើងអញ្ជើញទៅមើលខាងក្នុងទាំងអស់គ្នាសម្រាប់នេះដែរគឺជាប្រភេទ MO ដែលយើងមានទំហំដី20គុណនឹង21ម៉ែត្រកន្លះដែលយើងមានរៀបចំជាសួននិងមានការដេករួចជាស្រេចនៅក្នុងគម្រោងនេះតែម្ដងហើយអ្វីដែលយើងចូលមកចាប់អារម្មណ៍គឺយើងមានបរិវេណរៀបចំជាអាងទឹកយើងមានសល់ដីទលាយដែលអាចលក្ខណៈជប់លៀងលក្ខណៈគ្រួសារបានហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺម៉ូដផ្ទះ MO នេះគឺស្អាតមែនទែនតែម្ដងដែលម៉ូដផ្ទះ MO នេះគឺយើងផ្ដល់ជូននៅ4បន្ទប់គេនិង5បន្ទប់ទឹកអញ្ចឹងយើងអញ្ជើញទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាសម្រាប់ផ្នែកខាងក្នុងគឺយើងមានការរៀបចំជាកន្លែងទទួលភ្ញៀវដែលអនុញ្ញាតមានអាចពន្លឺខ្យល់អាកាសចេញចូលបានងាយស្រួលតែម្ដងយើងធ្វើបែបលក្ខណៈម៉ូដថ្មីគឺជញ្ជាំងយើងធ្វើជាជញ្ជាំងកញ្ចក់ហើយដែលផ្នែកខាងក្រោយនេះគឺយើងមានជាបន្ទប់ទឹកនៅជាន់ក្រោមមួយហើយនឹងចង្ក្រានបាយនៅផ្នែកខាងក្រោយនេះមួយផងដែរហើយសម្រាប់ប្រភេទ MO នេះយើងនឹងបញ្ចប់សំណង់នៅក្នុងពេលឆាប់នេះហើយបើយើងនិយាយពីភាពស្រស់ស្អាតវិញគឺមាននិយាយថាគឺមើលទៅតាក់ភ្នែកតែម្ដងពេលសំណង់បញ្ចប់រួចរាល់ហើយសម្រាប់ផ្នែកចំហៀងគឺយើងមានកន្លែងកញ្ចក់សម្រាប់អង្គុយលេងជាមួយនឹងក្រុមគ្រួសារហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺផ្នែកខាងក្រោយនេះមានបន្ទប់គេងមួយផងដែរយើងអាចហៅបានថាជាបន្ទប់គេងសម្រាប់អ្នកនៅធ្វើការងារផ្ទះយើងមានភាពសមរម្យហើយបន្ទប់ទឹកនៅខាងក្នុងនោះមួយផងដែរអញ្ចឹងយើងអញ្ជើញទៅមើលផ្នែកខាងក្នុងផ្ទះជាន់ខាងលើទាំងអស់គ្នាសម្រាប់ផ្នែកខាងលើគឺយើងផ្ដល់ជូននៅ3បន្ទប់គេងនិង3បន្ទប់ទឹកសម្រាប់នេះដែរគឺជាបន្ទប់គេងទី1ដែលយើងអាចហៅបានថាជាបន្ទប់មេគ្រួសារដែលមានសភាពស្រស់ស្អាតធំទូលាយពេលដែលបញ្ចប់សំណង់រួចរាល់ខ្ញុំហ៊ានធានាថាគម្រោង MO នេះគឺពិតជាស្អាតមែនទែនហ្មងជាមួយនឹងបរិយាកាសនិងវេរដាខាងមុខនេះមើលទៅអាចចេញខ្យល់អាកាសនៅខាងក្រៅបានដោយយើងមើល view ទៅខាងក្រៅវិញមានសភាពស្អាតមែនទែនតែម្ដងហើយប្រភេទ MO នេះបន្ទប់នេះក៏មានជាបន្ទប់ទឹកនៅខាងក្នុងមួយដល់ផងដែរជាបន្ទប់មេគ្រួសារដែលមានសភាពធំទូលាយអញ្ចឹងផ្នែកបន្ទប់ទី2នេះយើងអាចហៅបានថាជាបន្ទប់សមាជិកគ្រួសារឬក៏បន្ទប់កូនដែលយើងមានការរៀបចំដេកជាគ្រែគេងទូកអាវនិងមានពន្លឺខ្យល់អាកាសចេញចូលបានងាយស្រួលផងដែរហើយក្នុងហ្នឹងក៏យើងមានការរៀបចំជាបន្ទប់ទឹកមួយយ៉ាងធំទូលាយផងដែរអញ្ចឹងយើងទៅលេខមកមើលបន្ទប់ទី3ទាំងអស់គ្នាបន្ទប់ទី3នេះគឺយើងមានការរៀបចំបានស្អាតដូចគ្នាហើយនឹងបន្ទប់ទឹកធំទូលាយបន្ទប់ទី3នេះគឺយើងមានការរៀបចំជាបែបការឈប់ដែលមើលទៅមានលក្ខណៈស្រស់ស្រាយនិងមានពន្លឺខ្យល់អាកាសចេញចូលបានងាយស្រួលផងដែរសរុបឲ្យរួមមកប្រភេទវីឡា MO នេះយើងសាងសង់លើទំហំដី20ម៉ែត្រគុណនឹង21ម៉ែត្រកន្លះដែលយើងផ្ដល់ជូននៅ4បន្ទប់គេងនិង5បន្ទប់ទឹកនិងអាងហែទឹកមួយកន្លែងទទួលភ្ញៀវមួយនិងកញ្ចក់អង្គុយលេងនៅខាងក្រៅមួយអញ្ចឹងបើសិនជាអតិថិជនចាប់អារម្មណ៍អាចអញ្ជើញមកមើលដល់ទីតាំងផ្ទាល់បានទីតាំងនៅខាងត្បូងរបងមុខការំដួលចម្ងាយត្រឹមតែ200ម៉ែត្រដល់គម្រោងវីឡា MO នេះតែម្ដងទីតាំងការិយាល័យនៅខាងត្បូងរបងមុខការំដួលចម្ងាយត្រឹមតែ1គីឡូដល់ទីតាំងការិយាល័យអចលនៈទ្រព្យសៀមរាបអង្គរតែម្ដងអរគុណជម្រាបលាអតិថិជនទាំងអស់គ្នា